នេះគឺជារឿងពិតមួយដែលអ្នកមើលថែក្មេងគិតមកហ្នឹងបានគេងលក់អំឡុងពេលធ្វើការគាត់មានឈ្មោះថា Hannah Jacker ដែលរឿងហ្នឹងកើតឡើងនៅរដ្ឋ New Jersey សហរដ្ឋអាមេរិកដំបូងម្ដាយក្មេងគាត់មានការរវល់ត្រូវទៅធ្វើការនៅខាងក្រៅអញ្ចឹងបន្ទាប់មកគាត់ក៏បានតេហៅអ្នកដែលធ្វើការគិតម៉ោងមើលថែក្មេងហ្នឹងអ្នកទាំងអស់គ្នាប៉ុន្តែនិយាយគ្នាហើយថាម៉ោងប៉ុណ្នេះអីចឹងទៅប៉ុន្តែអ្នកមើលថែក្មេងមួយហ្នឹងអ្នកទាំងអស់គ្នាមកយឺតហើយបន្ទាប់មកគាត់ក៏បានសួរថាថៃអីបានអ្នកឯងមកយឺតអីចឹងទៅណាត់គ្នាមកហើយបន្ទាប់មកទៀតគាត់ក៏អត់បានសួរនាំច្រើនគាត់ក៏បានផ្ដាំថាត្រូវមើលថែក្មេងផងពីព្រោះគាត់ត្រូវទៅហើយអ្នកមើលថែក្មេងមួយហ្នឹងក៏បាននិយាយថាអត់អីទេទុកនៅនឹងចោលចាំគេមើលឲ្យអីចឹងណាប៉ុន្តែមានណាអ្នកទាំងអស់គ្នាហាណាដេកដូចស្លាប់ចឹងអំឡុងពេលម៉ោងធ្វើការហ្នឹងហើយក្មេងគាត់លេងម្នាក់ឯងទៅប៉ុន្តែមួយសន្ទុះក្រោយមកហ្នឹងក្មេងក៏គាត់ដើរចេញពីផ្ទះហ្នឹងពីព្រោះឃើញផ្ទះហ្នឹងអត់បិទទ្វារចាក់សោហើយម៉ាក់ផកកូនស្រីហ្នឹងរបៀបថាគេអត់សូវទុកចិត្តដែរអញ្ចឹងទៅគេក៏បើកមើលអាកាមេរ៉ាសុវត្ថិភាពគេមើលពីកន្លែងធ្វើការគេទៅហើយឃើញកូនផកគេហ្នឹងគឺបានដើរចេញទៅខាងហើយគាត់ខំទេទៅហាណាផងចុចកណ្ដឹងសុវត្ថិភាពផងហើយនិយាយសំឡេងពីកន្លែងធ្វើការហ្នឹងមកផងនៅtrongវីដេអូខ្ញុំនឹងដាក់សំឡេងហ្នឹងឲ្យអ្នកទាំងអស់គ្នាស្ដាប់បន្ទាប់មកម៉ាក់កូនស្រីហ្នឹងក៏ចេញពីកន្លែងធ្វើការមកផ្ទះព្រាមៗហ្មងអំឡុងពេលហ្នឹងដែរគេក៏បានខលហៅប៉ូលីសដែរដើម្បីឲ្យជួយរកកូนហើយនឹងចាប់ហាណាហ្នឹងទៅសួរចម្លើយអីចឹងទៅ Hello. ទាំងការចុចកណ្ដឹងទាំងការខលហើយនឹងសំឡេងរោហ្នឹងអ្នកទាំងអស់គ្នាគឺរៀងយូរដែរមិនមែនមួយផ្លែទេណាប៉ុន្តែហាណាគឺនិយាយទៅដេកដូចស្លាប់ចឹង